កូនភាគច្រើនសប្តាហ៍ថ្ងៃបងប្អូនអត់សូវចេះគោរពចេះឲ្យលំទោនចំពោះឪពុកម្ដាយទេដែលភាសាបាលីគេហៅថាគេរវៈចំពោះឪពុកម្ដាយណាគោរពប្រណិប័តចំពោះឪពុកម្ដាយឲ្យដូចជាព្រះអញ្ចឹងគឺមិនសូវទេបងប្អូននៅហើយពេលដែលឃើញម៉ែឪចាស់កូនឃើញម៉ែឪដូចជាសម្រាមអញ្ចឹងពេលម៉ែឪរអ៊ូរទាំណាម៉ែឪចាស់រញីរញ័រកូនទុកម៉ែឪចោលកូនភ្លេចគិតហើយថាម្ដាយធ្លាប់ចាស់ហើយម្ដាយក៏ធ្លាប់ក្មេងឆ្លងកាត់ភាពក្មេងហើយក៏ម្ដាយធ្លាប់ចាស់ក៏ប៉ុន្តែកូនអត់ទាន់ចាស់ទេកូនណាម្ដាយធ្លាប់ចាស់មុនម្ដាយដឹងក្តីមុនកូនម្ដាយជួបរឿងច្រើនមុនកូនកូនត្រូវចាំថាតើអ្នកណាដឹងក្តីមុនអ្នកនឹងហើយជួបរឿងមុនកូនជួបរឿងរ៉ាវនៅក្នុងជីវិតនេះមុនកូនដូច្នេះហើយបានជាម្ដាយចេះតែរអ៊ូចេះតែរទាំចេះតែវាយកូនណាហើយការវាយរបស់ម្ដាយចំពោះកូននេះគឺចង់ឲ្យកូនដើរផ្លូវល្អហើយវាយកូនអ្នកដែលឈឺគឺជាចិត្តរបស់ម្ដាយណាវាយកូនតែអ្នកដែលឈឺគឺជាម្ដាយរំពាត់ដែលវាយកូននេះហើយគឺជារំពាត់ដែលចង់ឲ្យកូនដើរលើផ្លូវត្រូវមិនចង់ឲ្យកូនដើរខុសគន្លងត្រូវបានសង្គមគេស្អប់ខ្ពើមនោះទេអញ្ចឹងហើយបានជាម្ដាយចេះតែរអ៊ូរទាំចេះតែប្រាប់កូនចេះតែព្រៀនប្រដៅកូនចេះតែវាយកូនគឺដោយសារតែស្រឡាញ់កូនកូនត្រូវចាំថាសាច់ឈាមស្បែកសរសៃរបស់កូនដែលកូនមានសប្តាហ៍ថ្ងៃនេះគឺបានដោយសារតែឪពុកម្ដាយផ្ដល់ឲ្យកូនហើយផ្ដល់ឲ្យកូននេះទៀតសារគឺផ្ដល់ឲ្យដោយក្តីស្រឡាញ់ណាដោយភាពទំនួលខុសត្រូវដែលម្ដាយមានចំពោះកូននៅលើโลกនេះអត់មានអ្នកណាដែលស្រឡាញ់កូនស្មើនឹងម្ដាយទេម្ដាយអាចលះបង់ក្តីសុខបានគ្រប់យ៉ាងក៏ដើម្បីតែកូនដែរនៅពេលដែលកូនឈឺណាម្ដាយសុខចិត្តទម្លាក់ចោលគ្រប់យ៉ាងទាំងអស់ដើម្បីយកកូនទៅមន្ទីរពេទ្យដើម្បីស្រោចស្រង់ជីវិតរបស់កូនក៏ប៉ុន្តែនៅពេលដែលម្ដាយឈឺកូនមិនហ៊ានទម្លាក់ចោលការងារដែលកូនកំពុងធ្វើយកម្ដាយទៅពេទ្យដូចដែលម្ដាយធ្លាប់ធ្វើដាក់កូននោះទេកូនសុខចិត្តទុកម្ដាយចោលតែក្តីស្រឡាញ់របស់កូនដែលមានចំពោះម្ដាយមិនស្មើនឹងម្ដាយដែលស្រឡាញ់កូនទេកូនម្ដាយគិតកូនគ្រប់យ៉ាងហើយម្ដាយក៏អត់ដែលប្រាថ្នាអ្វីក្រៅតែឲ្យកូនមានសេចក្តីសុខរស់នៅមានសុភមង្គលអាចជួយខ្លួនឯងបានទោះបីជាកូនមិនមានម្ដាយក៏ដោយហើយម្ដាយមួយនេះតែងតែស្រឡាញ់កូនតែងតែអភ័យឲ្យកូនគ្រប់យ៉ាងទោះបីជាកូនធ្វើខុសប្រមាណ100 ដងក៏ដោយក៏មនុស្សស្រីម្នាក់នេះតែងតែអភ័យឲ្យកូនគ្រប់យ៉ាងព្រោះអីព្រោះម្ដាយយល់ឃើញថាសាច់ឈាមស្បែកសរសៃដែលកូនមានសប្តាហ៍ថ្ងៃនេះគឺម្ដាយជាអ្នកផ្ដល់ឲ្យដូច្នេះហើយម្ដាយនៅតែបំពេញភារៈជាម្ដាយលុះគ្រាដង្ហើមចុងក្រោយរបស់ម្ដាយកូនត្រូវចាំថាម្ដាយរអ៊ូម្ដាយព្រៀនប្រដៅម្ដាយជេរម្ដាយស្ដីម្ដាយវាយគ្រប់យ៉ាងគឺចង់ឲ្យកូនល្អជានិច្ចគ្រប់យ៉ាងគឺចង់ឲ្យកូនក្លាយជាមនុស្សដែលល្អក្លាយជាមនុស្សដែលសង្គមមិនស្អប់ខ្ពើមក្លាយជាមនុស្សដែលមានទំនួលខុសត្រូវទោះបីជាថ្ងៃក្រោយមិនមានម្ដាយនៅជាមួយកូនក៏ដោយព្រោះម្ដាយដឹងថានៅលើโลกនេះអត់មានអ្វីជាទៀងទាត់ទេអញ្ចឹងហើយអ្វីដែលម្ដាយបង្រៀនកូនសប្តាហ៍ថ្ងៃគឺចង់ឲ្យកូនរឹងមាំដោយខ្លួនឯងកូនត្រូវចាំទុកថាមនុស្សស្រីម្នាក់នេះស្រឡាញ់កូនគ្រប់យ៉ាងអាចលះបង់ក្តីសុខខ្លួនឯងគ្រប់យ៉ាងក៏ដើម្បីតែកូនដែរអើកូនម្ដាយហើយកូនគួរតែមើលថែម្ដាយឲ្យបានល្អកុំឲ្យម្ដាយរងទឹកភ្នែកកូនត្រូវចាំថាបើកូនដឹងឪពុកម្ដាយកូនចេះមើលថែបម្រើឪពុកម្ដាយកូនរស់ស៊ីមិនស៊ីយកទេកូន